ប្រសិនបើលោកអ្នកបងប្អូនកំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលខ្វល់ខ្វាយព្រួយបារម្ភនិងមានការភ័យខ្លាចដែលមិនអាចដោះស្រាយបាននោះសូមស្ដាប់ព្រះបន្ទូលភីលីបចំពុក4ខ6ព្រះអង្គមានបន្ទូលថាកុំឲ្យខ្វល់ខ្វាយអ្វីឡើយចូលទូលដល់ព្រះឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ដោយសេចក្តីអធិដ្ឋាននិងពាក្យទូលអង្វរទាំងពោលពាក្យអរព្រគុណផងក្នុងព្រះបន្ទូលនេះព្រះអង្គទ្រង់មិនចង់ឲ្យលោកអ្នកបងប្អូនផ្ដោតទៅលើបញ្ហាទេគឺត្រូវសម្លឹងទៅព្រះដែលទ្រង់ធំជាងបញ្ហាដែលបងប្អូនកំពុងជួបនិងទូលសុំនៅអ្វីដែលបងប្អូនត្រូវការឲ្យទ្រង់ជួយបងប្អូនទាំងជឿនិងទុកចិត្តដល់ទ្រង់ផងអាមែនអរគុណព្រះអង្គ